ចាសួស្តីបងប្អូនជាកូនសិស្សជា fan ថ្នាក់រៀនកូនសាវិតងថ្ងៃនេះនាងខ្ញុំសូមជូនតារាសាស្ត្រប្រចាំខែមម៉ែខែកក្កដាបូកផ្សំជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំមមីឆ្នាំ2026ជាងដឹងណាថាតារាសាស្ត្រប្រចាំខែមម៉ែខែកក្កដាចោះនៅក្នុងថ្ងៃទី7វេលាម៉ោង 9:57 នាទីព្រឹកគឺតារាសាស្ត្រផ្កាយលេខ3ចោះនៅក្តារផ្ទះពេលដែលយើងដឹងថាតារាសាស្ត្រផ្កាយលេខ3ចោះនៅក្តារផ្ទះប្រចាំខែមម៉ែហើយគឺយើងដើរតារាសាស្ត្រលេខផ្សេងទៅតាមតារាងឡស៊ូនៃតារាង9ចំណែកនៅក្នុងផ្ទះរបស់ពួកយើងបានតារាងនៃផ្កាយទៅតាមទិសទាំង8និងចំណុចក្តារផ្ទះដូចនៅក្នុងឯកសារមួយនេះបន្តមកទៀតយើងត្រូវដឹងអំពីតារាសាស្ត្រប្រចាំឆ្នាំមមីឆ្នាំ2026ចឹងបងប្អូនយល់ដឹងរួចមកហើយតាក់ទងជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំគឺមានការងាយស្រួលនៅក្នុងការកណនាតារាសាស្ត្រប្រចាំឆ្នាំគឺយើងត្រូវដឹងអំពីឆ្នាំសកលចឹងតារាសាស្ត្រប្រចាំឆ្នាំមមីហើយឆ្នាំមមីនៅក្នុងឆ្នាំ2026យើងយកលេខ2បូកលេខ0បូកលេខ2បូកលេខ6គឺឆ្នាំ2026យកតួលេខបូកបញ្ចូលគ្នា2បូក0បូក2បូក6ស្មើនឹង10រូបមន្តតារាសាស្ត្រប្រចាំឆ្នាំយើងយកលេខ11ជារូបមន្តដើមមកដកជាមួយនឹងតួលេខយើងបូកឆ្នាំនៃខ្ទង់ពាន់ទាំង4ខ្ទង់បូកបញ្ចូលគ្នាអញ្ចឹង11ដក10ស្មើនឹង1តារាសាស្ត្រប្រចាំឆ្នាំ2026គឺតារាសាស្ត្រផ្កាយលេខ1នៅក្តារបន្ទាប់មកយើងដើរតារាសាស្ត្រលេខបន្តទៀតទៅតាមជំហាននៅក្នុងតារាងឡស៊ូយើងបានតារាសាស្ត្រប្រចាំឆ្នាំដែលមានទីតាំងទាំង8ទិសនៃផ្កាយនីមួយៗនិងទីតាំងក្តារផ្ទះដូចនៅក្នុងឯកសារមួយនេះចឹងបងប្អូនថាតើដឹងថាដើម្បីដឹងអំពីទីតាំងនៃតារាសាស្ត្រប្រចាំខែនៅទីតាំងណាល្អយើងមិនមែនមើលទៅលើតែតារាសាស្ត្រប្រចាំខែចោះតែមួយមុខទេយើងត្រូវបូកផ្សំជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំទៀតតារាសាស្ត្រប្រចាំឆ្នាំក្របដណ្ដប់នៅលើតារាសាស្ត្រចប្រចាំខែប្រចាំថ្ងៃប្រចាំម៉ោងវាប្រៀបដូចតារាសាស្ត្រប្រចាំឆ្នាំតំណាងឲ្យដំបូលផ្ទះដែលក្របដណ្ដប់ទៅលើគ្រឹះផ្ទះទាំងមូលចំណែកឯតារាសាស្ត្រប្រចាំខែប្រៀបដូចជាជញ្ជាំងផ្ទះចំណែកឯតារាសាស្ត្រប្រចាំថ្ងៃប្រៀបដូចជាបន្ទប់នីមួយៗចំណែកឯតារាសាស្ត្រប្រចាំម៉ោងវាគ្រាន់តែជាទីតាំងតូចនៅក្នុងការរៀបចំអីវ៉ាន់នៅក្នុងបន្ទប់តែប៉ុណ្ណោះអត់សូវសំខាន់ទេដំបូលគឺតារាសាស្ត្រចប្រចាំឆ្នាំគឺក្របដណ្ដប់នៅលើតារាសាស្ត្រចប្រចាំខែដើម្បីដឹងថាខែណាទីតាំងនៅទិសណាជាទីតាំងល្អពាក់ព័ន្ធជាមួយនឹងតារាសាស្ត្រត្រូវតែយកតារាសាស្ត្រប្រចាំខែនឹងធៀបជាមួយនឹងតារាសាស្ត្រនៃឆ្នាំនៅក្នុងឆ្នាំហ្នឹងចឹងបងប្អូនមើលឯកសារមួយនេះបងប្អូននឹងដឹងហើយបងប្អូនមើលចំណុចក្តារតារាសាស្ត្រប្រចាំឆ្នាំផ្កាយលេខ1នៅក្តារចំហៀងខាងឆ្វេងតារាសាស្ត្រផ្កាយលេខ3តារាសាស្ត្រប្រចាំខែមម៉ែនៅខាងស្ដាំខាងក្រោមនៅប្រអប់ក្តារបន្ទាប់មកយើងឃើញទៅតាមទីតាំងទាំង8នៃទិសទាំង8ក្នុងចំណែកផ្ទះរបស់យើងមានតារាសាស្ត្រប្រចាំខែនិងតារាសាស្ត្រប្រចាំឆ្នាំដែលយើងដើរតាមជំហានឡស៊ូយកមកបូកផ្សំបញ្ចូលគ្នានៅក្នុងវីដេអូថ្ងៃនេះនាងខ្ញុំបង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងតារាសាស្ត្រប្រចាំខែមម៉ែបូកផ្សំជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំមមីឲ្យបងប្អូនដឹងថាខែនេះនៅទីតាំងណាដែលមានចន្លោះល្អសម្រាប់បងប្អូនធ្វើសកម្មភាពផ្សេងដែលបងប្អូនមានជំនឿទៅលើមុខវិជ្ជាក្បួនចិនសែតែយើងនិយាយពាក់ព័ន្ធជាមួយនឹងតារាសាស្ត្រឬផ្កាយនឹងឯងឥឡូវយើងនិយាយពីចំណុចក្តារផ្ទះតមុនផ្កាយលេខ3ចប្រចាំខែមម៉ែជួបផ្កាយលេខ1ប្រចាំឆ្នាំឈើចូលមកជួបទឹកជំនួយឧបត្ថម្ភនៅតែមានប៉ុន្តែដោយសារការមិនស្រស់ស្រួលគ្នាការបែកបាក់សាមគ្គីធ្វើឲ្យជំនួយនឹងអត់ទទួលបានទាំងស្រុងទេអញ្ចឹងវានៅមានចំនួនផ្ទៃក្នុងបងប្អូនដែលប្រើប្រាស់ទីតាំងក្តារផ្ទះបងប្អូនត្រូវតែប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីនិងគំនិតរវាងគ្នាឯងការដែលបងប្អូនចេះសាមគ្គីគ្នាបងប្អូននឹងទទួលបាននូវគំនិតដ៏វៃឆ្លាតនៅក្នុងក្រុមនិងទទួលបានជំនួយលុយកាក់ភាពរហ័សរហួននៅក្នុងការងាររបស់យើងអញ្ចឹងសាមគ្គីភាពដែលចេះអត់ឱនអធ្យាស្រ័យនៅតែផ្ដល់ជូនបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនទាំងអស់គ្នាប្រើចំណុចក្តារផ្ទះប៉ុន្តែបើសិនជាបងប្អូននៅតែប្រកាន់គំនិតឈ្នះរៀងខ្លួនចេះរៀងខ្លួននោះបងប្អូននឹងទទួលបរាជ័យចូលមកដល់ទីតាំងទិសជើងឈៀងលិចផ្កាយលេខ4ប្រចាំខែផ្កាយសតិបញ្ញាចូលមកជួបផ្កាយលេខ2ប្រចាំឆ្នាំជាផ្កាយជំងឺទីតាំងនេះបងប្អូនឈើមកជួបជាមួយនឹងដីដែលមិនល្អធ្វើឲ្យយើងមានជំងឺពាក់ព័ន្ធជាមួយនឹងខួរក្បាលធ្វើឲ្យយើង stress គិតអីអត់ចេញអាសាឈឺក្បាលឬមួយក៏បងប្អូនប្រើទីតាំងនេះច្រើនពេកធ្វើឲ្យបងប្អូនសម័យឃើញហាក់ដូចជាអរូបីច្រើននៅទីតាំងនេះជាពិសេសទីតាំងនេះបើសិនជាអត់មានអនាម័យងងឹតនឹងធ្វើឲ្យបងប្អូនរត់តែមានបញ្ហាតែបើសិនជាបងប្អូនសម្អាតទីតាំងទិសជើងឈៀងលិចឬមួយក៏អ្នកដែលមានផ្ទះបែរមុខទៅទិសជើងឈៀងលិចសម្អាតឲ្យស្អាតនោះបងប្អូននឹងមិនជួបបញ្ហាអ្វីទេចូលមកដល់ទិសខាងលិចផ្កាយលេខ5ប្រចាំខែមម៉ែផ្កាយគ្រោះមហន្តរាយជួបជាមួយនឹងផ្កាយលេខ3ផ្កាយចំនួនប្រចាំឆ្នាំទីតាំងនេះអាក្រក់ខ្លាំងណាស់ប្រចាំខែមម៉ែនេះខែកក្កដាហ្នឹងណាដូច្នេះបងប្អូនមានផ្ទះបែរមុខទៅទិសខាងលិចឬមួយបងប្អូនដែលចូលចិត្តអង្គុយនៅទីតាំងទិសខាងលិចបងប្អូនត្រូវសម្អាត
ទិសមុខផ្ទះឬទីតាំងនេះឲ្យបានស្អាតឲ្យមានខ្យល់អាកាសចេញចូលមានពន្លឺចេញចូលគ្រប់គ្រាន់ឲ្យមានអនាម័យមានក្លិនក្រអូបកុំឲ្យមានការពិឃាតពីខាងក្នុងខាងក្រៅហើយបងប្អូនត្រូវប្រយ័ត្នបងប្អូនដែលមានផ្ទះបែរមុខទៅខាងលិចហ្នឹងប្រយ័ត្នលើការជួសជុលដំស្វានបើជាបាននៅក្នុងខែកក្កដាកុំឲ្យមានការបន្លឺសំឡេងរំខានណាមួយនៅទីតាំងទៅខាងលិចតែបើសិនជាបងប្អូនត្រូវការជាចាំបាច់នៅក្នុងការជួសជុលដំស្វានណាមួយបងប្អូនត្រូវរកគ្រូឬវេលាឬមួយក៏មើលទៅលើតារាងឬវេលានៅក្នុងថ្នាក់រៀនលើប្រតិទិនតង់ស៊ូរបស់នាងខ្ញុំចូលមកដល់ទីតាំងទិសជើងឈៀងកើតផ្កាយលេខ6ជាផ្កាយឋានៈយុស័កផ្កាយល្អប្រចាំខែជួបជាមួយនឹងផ្កាយលេខ4ជាផ្កាយសតិបញ្ញាការសិក្សារៀនសូត្រផ្កាយស្នេហ៍ប្រចាំឆ្នាំទីតាំងនេះល្អបងប្អូនដែលមានផ្ទះបែរមុខទៅទិសជើងឈៀងកើតឬបងប្អូនចូលចិត្តប្រើប្រាស់ទីតាំងទិសជើងឈៀងកើតបងប្អូនអាចស្រូបយកឥទ្ធិពលផ្កាយល្អផ្កាយលេខ6ផ្កាយលេខ4ផ្កាយលេខ6និងផ្កាយលេខ4បូកបញ្ចូលគ្នាស្មើនឹង10ការដែលបងប្អូនត្រូវការបញ្ចប់កិច្ចការងារណាមួយដែលបងប្អូនរាំងស្ទះពីមុនមកបងប្អូនទៅប្រើប្រាស់ទីតាំងទិសជើងឈៀងកើតឬមួយក៏ផ្ទះបងប្អូនបែរមុខទៅទិសជើងឈៀងកើតបងប្អូននឹងទទួលបានជោគជ័យណាមួយដែលជាប់ស្ទះពីខែមុនតែកុំភ្លេចណាសម្អាតទីតាំងទិសមុខផ្ទះឬមួយក៏ទីតាំងទិសជើងឈៀងកើតឲ្យបានស្អាតឲ្យមានខ្យល់អាកាសចេញចូលពន្លឺចេញចូលគ្រប់គ្រាន់ហើយកុំឲ្យមានការពិឃាតពីក្នុងពីក្រៅកុំឲ្យមានការបាក់បែកទៅលើពីដានទៅលើជញ្ជាំងទៅលើដំបូលទៅលើទៅជាទ្វារជាប្អួយលាន់ក្រេកក្រោកអីកុំឲ្យមានបងប្អូនចូលមកដល់ទិសខាងត្បូងផ្កាយលេខ7ប្រចាំខែជាផ្កាយចោផ្កាយបាត់បង់លុយកាក់និងរបួសស្នាមផ្សេងជួបជាមួយផ្កាយលេខ5ផ្កាយគ្រោះមហន្តរាយប្រចាំឆ្នាំទីតាំងទិសខាងត្បូងក៏អាក្រក់ណាស់ដែរចឹងហាមជួសជុលដំស្វានឬធ្វើសកម្មភាពណាមួយដែលមានគ្រោះថ្នាក់នៅទីតាំងទិសត្បូងឬមួយបងប្អូនមានផ្ទះបែរមុខទៅទិសខាងត្បូងឬចូលចិត្តប្រើចំណែកទីតាំងទិសត្បូងហ្នឹងបងប្អូនថែរក្សាទិសមុខផ្ទះឬទីតាំងហ្នឹងឲ្យបានស្អាតមានខ្យល់អាកាសចេញចូលពន្លឺចេញចូលគ្រប់គ្រាន់ជាបាននៅក្នុងខែនេះសូមកុំធ្វើការជួសជុលដំស្វាននៅទិសខាងត្បូងឬអ្នកដែលមានផ្ទះបែរមុខទៅទិសខាងត្បូងកុំធ្វើការជួសជុលនៅក្នុងខែហ្នឹងអីជាបានជាតែបើជាមិនបានទេសូមរើសពេលវេលាឲ្យបានហ្មត់ចត់ចូលមកដល់ទីតាំងទិសខាងជើងផ្កាយលេខ8ប្រចាំខែជាផ្កាយលុយចូលរួបជាមួយនឹងផ្កាយឋានៈយុស័កលេខ6ប្រចាំឆ្នាំបងប្អូនបានទាំងលុយបានទាំងការឡើងឋានៈយុស័កមានអំណាចអ្នកដែលមានផ្ទះបែរមុខទៅទិសខាងជើងមួយអ្នកដែលមាន office នៅទីតាំងទិសខាងជើងឬចូលចិត្តប្រើប្រាស់ទិសខាងជើងជាពិសេសអ្នកដែលធ្វើការងាររដ្ឋនឹងទទួលបានរឿងល្អនៅក្នុងខែនេះតែកុំភ្លេចណាសម្រាប់ទីតាំងទិសមុខផ្ទះនិងទីតាំងដែលយើងប្រើប្រាស់ទិសខាងជើងហ្នឹងឲ្យបានស្អាតមើលទាំងក្នុងទាំងក្រៅផ្ទះកុំឲ្យមានអ្វីស្រួចពិឃាតកុំឲ្យមានការបាក់បែកនៅក្នុងទីតាំងជ្រុងហ្នឹងកុំឲ្យមានកំណរសម្រាមនៅមុខផ្ទះភាពស្អាតគឺជាហុងស៊ុយមួយដ៏ល្អបំផុតចូលមកដល់ទីតាំងទិសត្បូងជាងលេខផ្កាយលេខ9ប្រចាំខែផ្កាយសុភមង្គលភាពរីករាយជួបជាមួយនឹងផ្កាយលេខ7ផ្កាយចៅការបាត់បង់របួសស្នាមផ្សេងទីតាំងនេះក៏ហាមជួសជុលដំស្វានដែរហើយបងប្អូនចូលចិត្តប្រើទីតាំងនេះថែរក្សាទីតាំងនេះបានស្អាតជាពិសេសអ្នកមានផ្ទះបែរមុខទៅទីតាំងទិសត្បូងជាងលេខហ្នឹងមើលមុខផ្ទះកុំឲ្យមានកណ្ដោសម្រាមកុំឲ្យមានការបាក់បែកកុំឲ្យមានការពិឃាតផ្សេងបងប្អូននៅពេលដែលយើងថែរក្សាទីតាំងនេះឲ្យស្អាតឲ្យមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់មានពន្លឺគ្រប់គ្រាន់បងប្អូនអាចទទួលបានស្នេហ៍នៅក្នុងខែមួយម៉ែហ្នឹងភាពអវិជ្ជមានអាចនឹងមិនកើតមានបើសិនជាបងប្អូនមិនជួសជុលដំស្វានមិនមានការពិឃាតមិនមានអ្វីឆ្អែតឆ្អាបនៅទីតាំងហ្នឹងផ្ទុយមកវិញបើសិនជាទីតាំងហ្នឹងស្អាតបងប្អូននឹងអាចទទួលបានស្នេហ៍ទទួលបានការស្រឡាញ់ចូលចិត្តការគ្រប់គ្រងបើសិនជាបងប្អូនជាអ្នក creator ជាអ្នកសម្ដែងជាអ្នកចម្រៀងជាអ្នកឡាយលក់ផលិតផលគឺបងប្អូននឹងមានការគ្រប់គ្រងពី fan របស់បងប្អូនជាច្រើនផ្កាយលេខ9ក៏ជាផ្កាយស្នេហ៍ផ្កាយលេខ7ក៏ជាផ្កាយស្នេហ៍ដូច្នេះស្នេហ៍នឹងអាចកើតមានតែកុំភ្លេចណាអនាម័យទីតាំងនិងមុខផ្ទះរបស់យើងទាំងក្នុងផ្ទះរបស់យើងទាំងមូលផងដែរចូលមកដល់ទីតាំងទិសខាងកើតផ្កាយលេខ1ប្រចាំខែសតិបញ្ញាភាពរហ័សរហួនជំនួយឧបត្ថម្ភជួបផ្កាយលេខ1ផ្កាយលុយបងប្អូនទីតាំងនេះនឹងធ្វើឲ្យបងប្អូនមានជំនួយជាលុយជាកាក់ជំនួយជាគំនិតបញ្ញាជាចំណេះដឹងសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទិសខាងកើតឬមួយក៏ផ្ទះបងប្អូនបែរមុខទៅទិសខាងកើតគឺល្អខ្លាំងនៅក្នុងខែកក្កដានេះបងប្អូនត្រៀមសម្រាប់កិច្ចការងារផ្សេងតែកុំភ្លេចអនាម័យមុខផ្ទះទីតាំងទិសខាងកើតនិងអនាម័យក្នុងផ្ទះយើងទាំងមូលចូលដល់ទិសត្បូងជាងកើតផ្កាយលេខ2ផ្កាយជំងឺប្រចាំខែមួយម៉ែចូលជួបជាមួយនឹងផ្កាយលេខ9ប្រចាំឆ្នាំទីតាំងនេះអត់ល្អទេផ្កាយប្រចាំឆ្នាំសផតផ្កាយលេខ2ជំងឺនឹងអាចកើតមានបងប្អូនកុំសប្បាយភ្លេចខ្លួនឲ្យសោះជំងឺអាចកើតមានដោយការចូលចិត្តដើរលេងដាច់យប់ការសប្បាយដោយការប្រើប្រាស់ទូរស័ព្ទផ្សេងការសប្បាយដោយការ
ជួបជុំឬញ៉ាំស្រាអញ្ចឹងបងប្អូនថែរក្សាសុខភាពបងប្អូនថែរក្សាផ្ទះឲ្យបានស្អាតក៏បងប្អូនអាចជៀសផុតអំពីជំងឺសង្កាត់ដែរកុំធ្វើការជួសជុលដំស្វាននៅទីតាំងទិសត្បូងឈៀងកើតបើសិនជាបងប្អូនត្រូវការដំស្វានជួសជុលត្រូវរកគ្រូរើសវេលាឬមើលតាមតារាងប្រតិទិនតង់ស៊ូការរើសវេលារបស់នាងខ្ញុំជូនបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ផ្កាយប្រចាំខែបូកផ្កាយប្រចាំឆ្នាំសង្ឃឹមថាបងប្អូនទទួលបានប៉ុន្តែនៅទីតាំងទិសទាំង8ក្នុងផ្ទះរបស់យើងមិនទាន់ដឹងថាទីតាំងណាល្អត្រូវប្រើប្រាស់បាន100%ទីតាំងណាដែលត្រូវហាមឃាត់ទេយើងនៅបូកផ្សំជាមួយនឹងទីតាំងទិសឆុង3ត្រួតទិសស្ដេចស័ក្តិនិងទិសឆុងស្ដេចស័ក្តិប្រចាំខែប្រចាំឆ្នាំទៀតអញ្ចឹងរងចាំវីដេអូនាងខ្ញុំនៅវគ្គក្រោយបន្